អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកយ៉ូនសូយ៉លត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគាររយៈពេល30ឆ្នាំកាលពីថ្ងៃទី12ខែមិថុនាការកាត់ទោសនេះគឺដោយសារបទចោទប្រកាន់ថាលោកបានបញ្ជាឲ្យបញ្ជូនដ្រូនទៅកាន់កូរ៉េខាងជើងក្នុងបំណងបង្កហេតុដល់ទីក្រុងព្យុងយ៉ាងនិងបង្កើតលេសសម្រាប់ប្រកាសច្បាប់អាញាសិទ្ធិកាលពីខែធ្នូឆ្នាំ2024មុននឹងទទួលបានទោសថ្មីនេះលោកយ៉ូនសុកយ៉លដែលមានវ័យ65ឆ្នាំរូបនេះក៏ធ្លាប់ត្រូវបានកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិតរួចទៅហើយកាលពីខែកុម្ភៈទោសនោះគឺពាក់ព័ន្ធនឹងបទបះបោរដែលប៉ុនប៉ងប្រកាសច្បាប់អាញាសិទ្ធិនិងបញ្ជូនកងទ័ពចូលទៅក្នុងបរិវេណសភាលើសពីនេះអតីតប្រមុខរដ្ឋរូបនេះក៏បានទទួលការកាត់ទោសដាក់ពន្ធនាគារ5ឆ្នាំកាលពីខែមករាសម្រាប់បទចោទប្រកាន់មួយផ្សេងទៀតទោសនេះត្រូវបានបង្កើនដល់7ឆ្នាំក្នុងសវនាការនៅសាលាឧទ្ធរកាលពីខែមេសាពីបទរារាំងការងាររបស់តុលាការជុំវិញការកាត់ទោសថ្មីបំផុតតុលាការបានចោទប្រកាន់ថាលោកយ៉ូនសុកយ៉លបានបញ្ជាឲ្យបញ្ជូនដ្រូនយោធាទៅកាន់កូរ៉េខាងជើងដើម្បីបាចខិតបានឃោសនាពីលើទីក្រុងព្យុងយ៉ាងកាលពីខែតុលាឆ្នាំ2024ដែលនាំឲ្យមានភាពតានតឹងកើនឡើងរវាងប្រទេសកូរ៉េទាំងពីរអ្នកនាំពាក្យតុលាការក្រុងសេអ៊ូលបានបញ្ជាក់នៅថ្ងៃទី12ខែមិថុនាអំពីការកាត់ទោសដាក់ពន្ធនាគារ30ឆ្នាំសម្រាប់បទចោទប្រកាន់ជាក់លាក់នេះ